សម្ដេចបវរធិបតីហ៊ុនម៉ាណែតបង្ហាញការសោកស្ដាយជាមួយរាជរដ្ឋាភិបាលថៃនិងរាជរដ្ឋាភិបាលមីយ៉ាន់ម៉ាជួបឧបទ្ទវហេតុគ្រោះធម្មជាតិរួមជួយដីសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានបង្ហាញការសោកស្ដាយនិងចូលរួមជាមួយនឹងរាជរដ្ឋាភិបាលថៃនិងរដ្ឋាភិបាលសាធារណៈសហភាពមីយ៉ាន់ម៉ាក៏ដូចជាពលរដ្ឋដែលរងគ្រោះដោយបដិវហេតុជួយដីដែលកើតឡើងនៅរសៀលថ្ងៃសុក្រទី28ខែមីនាឆ្នាំ2025បន្ទាប់ពីកើតឡើងនៃគ្រោះធម្មជាតិនេះក្រសួងការបរទេសនិងសហការប្រតិបត្តិការអន្តរជាតិនិងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានធ្វើការសហការជាមួយឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅប្រទេសថៃនិងមីយ៉ាន់ម៉ាដើម្បីផ្ដល់ព័ត៌មាននិងតាមដានស្ថានភាពជាមួយនឹងការសហការជាមួយសមាជិកមូលដ្ឋានក្រុមការងាររបស់កម្ពុជាបានធ្វើការចូលរួមជួយសង្គ្រោះនិងតាក់ទងជាមួយនឹងប្រជាពលរដ្ឋខ្មែរដែលកំពុងរងគ្រោះនិងធ្វើការនៅតំបន់ដែលរងគ្រោះសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅនិងធ្វើការងារនៅប្រទេសមីយ៉ាន់ម៉ានិងប្រទេសថៃជាពិសេសនៅទីតាំងតំបន់រងគ្រោះដោយរួមជួយដីជាអធិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាយើងក្នុងន័យនោះស្ថានឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសទាំងពីរនិងទីប្រឹក្សាពលករបាននឹងកំពុងបន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើកិច្ចការនេះនិងសហការជាមួយសមាជិកនៅនឹងកន្លែងដើម្បីផ្ដល់នូវកិច្ចការអន្តរាគមន៍ជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលរស់នៅឲ្យអស់ពីលទ្ធភាពនិងទាន់ពេលវេលាសម្ដេចបវរធិបតីហ៊ុនម៉ាណែតបានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសថៃនិងមីយ៉ាន់ម៉ាដែលត្រូវការជំនួយឬមានព័ត៌មានបន្ថែមទាក់ទងទៅកាន់ស្ថានទូតកម្ពុជាប្រចាំប្រទេសនីមួយៗសម្ដេចធិបតីហ៊ុនម៉ាណែតសូមជូនពរដល់បងប្អូនខ្មែរទាំងអស់ដែលស្ថិតនៅក្នុងតំបន់រងគ្រោះដើម្បីឲ្យមានសុវត្ថិភាពនិងរួចផុតពីគ្រោះថ្នាក់នេះផង